ពាក់អាវសិស្សសាលាចេញមកតិចនឹកវិទ្យាល័យនឹកអីអត់មកភាគរយក៏អត់មាននឹកមកបៀកក៏អត់មាននឹកដែរខ្ញុំការនៅរៀនខ្ញុំនិយាយមែនខ្ញុំបន់តែខ្ញុំចប់វិទ្យាល័យឆាប់ខ្ញុំបានចេញមករស់នៅជីវិតដែលខ្ញុំធ្លាប់ចង់បានធ្លាប់មានធ្លាប់អីឥឡូវខ្ញុំបានដូចទាំងអស់ដូចខ្ញុំហីមានអីសុបាយរបស់ខ្ញុំមែនខ្ញុំអត់ដែលនឹកអូយចង់ទៅជីវិតវិទ្យាល័យវិញវិទ្យាល័យអត់សូវខ្វល់អីគឺដឹងតែមានអនុស្សាវរីយ៍សុបាយមួយមិត្តភក្តិខ្ញុំអត់មានទេព្រោះអីខ្ញុំរៀនខ្ញុំត្រូវរកលុយរៀនដោយខ្លួនឯងខ្ញុំត្រូវចាយដោយខ្លួនឯងខ្ញុំត្រូវរ៉ាប់រងគ្រប់យ៉ាងដោយខ្លួនឯងហើយខ្ញុំឡើងមកពេញតែម្នាក់ឯងគឺនិយាយទៅម្នាក់ឯងណាចឹងខ្ញុំអត់មានទៅសុបាយជាមួយជីវិតវិទ្យាល័យអស់ហ្នឹងទេអញ្ចឹងនេះគឺជាសញ្ញាបត្ររបស់ខ្ញុំអូក៏មុខនេះចេញមកគឺមុខបញ្ញវន្តតែម្ដងមុខខ្ញុំនេះគឺសិស្សអ្នករៀនអ្នកសូត្រឥឡូវខ្ញុំសូមចែកលេខពីប្រវត្តិជីវិតការសិក្សានៅវិទ្យាល័យរបស់ខ្ញុំតិចខ្ញុំទៅរៀនហ្នឹងគឺមិនសូវដែលទាន់ម៉ោងទេទៅរៀនគឺអត់សូវចូលចិត្តគឺធុញ environment ហ្នឹងមែនទៅរៀនគ្រូញក់គម្រាមកាត់សក់រាល់ថ្ងៃខ្ញុំ stress បដ ாய் ចឹងខ្ញុំចង់ឆាប់មករៀនសាកលវិទ្យាល័យខ្ញុំធ្វើមិនក៏បានតែក្បាលវល់ដាក់សក់ពោមានអាហាមដែរតាមខ្ញុំយល់ថាសាលាវិទ្យាល័យគេមានវិន័យមានអីចឹងទៅប៉ុន្តែខ្ញុំមានអារម្មណ៍ធុញព្រោះខ្ញុំធំអាយុខ្ញុំច្រើនជាងគេខ្ញុំរៀននៅវិទ្យាល័យមែនតែអាយុខ្ញុំច្រើនជាងគេនៅមួយថ្នាក់ខ្ញុំបងគេហ្មងហើយសួរឥឡូវចិត្តប្រឡងការខ្ញុំរៀនហ្នឹងខ្ញុំធ្វើមិនខ្ញុំអត់ធ្វើមិនទេខ្ញុំរៀនមានអាណាអូសក្បាលខ្ញុំបានទេប៉ុន្តែពេលហ្នឹងភ័យខ្លាចធ្លាក់ខ្លួនឯងតែរៀនខ្លួនឯងអូតូហ្មងអូសគ្មានអាណាអូសក្បាលយើងបានតែយើងអត់ចង់និយាយទៅយើងចង់ពីក្នុងអាពេលហ្នឹងខ្ញុំសុកភ័យខ្លួនងើបតែរៀនហើយការខ្ញុំនៅរៀនខ្ញុំអត់សូវបានទៅរៀនទេហើយខ្ញុំក៏អត់សូវបាននិយាយទៅអត់ដែលទៅរៀនគួរហ្មងនៅភ្នំពេញបើទៅរៀនគួរចប់ហ្មងរៀននៅភ្នំពេញវិទ្យាល័យនៅភ្នំពេញណាសិស្សភាគច្រើនគឺគេផ្ដោតលើរៀនគួរគ្រូមកបរិញ្ញាបត្រអត់សូវបរិញ្ញាទេឈរភាគច្រើនហ្មងណា20សិស្សឲ្យទៅរៀនគួរអញ្ចឹងទៅអូគាត់ថាចិត្តប្លន់ចេះគាត់អត់ខំបរិញ្ញាតែគាត់នៅអង្គុយលូ20សិស្សឲ្យទៅរៀនគួរហើយខ្ញុំអញ្ចឹងខ្ញុំអត់ចូលចិត្តទេហើយសិស្សអូគេទៅរៀនគួរបាក់ទឹកបាក់ដីខ្ញុំចង់ឈ្នះគ្រូខ្ញុំអត់ទៅរៀនខ្ញុំមួយឆ្នាំខ្ញុំទៅរៀនគូ3ថ្ងៃឲ្យគត់ពីទី10ដល់ទី12ខ្ញុំទៅរៀនតែគូតែទី12ទេហើយរៀនទី12មួយឆ្នាំខ្ញុំរៀនបាន3ថ្ងៃដើមឆ្នាំមួយថ្ងៃពាក់កណ្ដាលឆ្នាំមានអារម្មណ៍ថាភ័យខ្លាចហួសពេលមើលវីដេអូគេអូសមើលវីដេអូ motivate ក៏ទៅរៀនមួយថ្ងៃទៀតទៅចុងឆ្នាំខ្លាចធ្លាក់ទៅរៀនមួយឆ្នាំមួយថ្ងៃទៀតទៅទាំងអស់សរុបមួយឆ្នាំនេះខ្ញុំរៀនគូ3ថ្ងៃអង្គុយរៀនខ្ញុំអានសៀវភៅខ្លួនឯងខ្ញុំទិញអីមករៀនខ្ញុំរៀនតែប្រហែលជា2ខែចុងក្រោយទេហើយនិទេសដែលខ្ញុំទទួលបានគឺនិទេស day ដោយសារខ្ញុំធ្វើការខ្ញុំរវល់ថតរវល់អីចឹងទៅគ្មានណាអត់សូវបានទៅរៀនដូចគេទេហើយគេអូសិស្សទៅរៀនគូរៀនអីរាល់ថ្ងៃអីចឹងទៅចង្រៃប្រឡងបាក់ដុតធ្លាក់ចឹងគាត់ថាវាមិនអាស្រ័យទៅលើរៀនគូទៅបើចង់ទៅក៏ទៅខ្ញុំអត់មានហាមឃាត់ទេណាគាត់ថាបើខ្ញុំអត់ចូលចិត្តខ្លះទៅរៀនដើម្បីអេបអបដើម្បីសុំមេរៀនសុំចម្លើយពេលប្រឡងប្រចាំខែទុកមើលចឹងហើយខ្ញុំមិនមែនជាសិស្សចេះអេបអបចេះអីខ្ញុំទៅរៀនគឺដឹងតែរៀនតែគ្រូពេលខ្លះខ្ញុំអត់សួរខ្ញុំរៀនប្រហែលឆ្នាំ3ឆ្នាំខ្ញុំស្គាល់ឈ្មោះគ្រូមួយអត់និយាយទៅរៀនតែ level មួយគ្រូបងពួកអត់ចូលចិត្ត environment នៅហ្នឹងចឹងគាត់ថានៅពេលដែលខ្ញុំរៀនវិទ្យាល័យគឺខ្ញុំបានឲ្យទៅចប់វិទ្យាល័យឆាប់ទេដើម្បីអីបានបន្តជីវិតមហាវិទ្យាល័យចឹងបើសួរថាសល់2ខែទៀតហ្នឹងអត់ដឹងថារៀនអីទេឥឡូវខ្ញុំឲ្យសភៅនេះទៅអានចោះពួកអីការខ្ញុំរៀនក៏ខ្ញុំអានសភៅហ្នឹងដែរនេះការខ្ញុំប្រឡងខ្ញុំអានទិញសភៅនេះហើយក៏ចង់ shot out ទៅគាត់ដែរកាលហ្នឹងគាត់ keep ខ្ញុំប៉ុន្តែគាត់ keep តាំងពីដើមឆ្នាំគាត់ផ្សាយខ្ញុំតាំងពីដើមឆ្នាំតែខ្ញុំខ្ចីបើកមើលមិនខ្ចីប៉ះស្ទាល់តែមួយខែចុងក្រោយប្រឡងមកខ្ញុំទៅបើកមើលមានគ្រប់មុខវិជ្ជារបស់គេប៉ុន្តែខ្ញុំបាត់ទៅណាបាត់ទេប៉ុន្តែបើថាសល់ពេលខ្លីនេះទិញសភៅនេះទៅអានទៅខ្ញុំអានតែហ្នឹងមួយខែចុងក្រោយហើយស្រាវជ្រាវមើលខ្លួនឯងតាមគ្រប់តាមអីចឹងទៅមើលប្រឡងជាប់ចឹងជីវិតហ្នឹងគឺវាមានតែប៉ុណ្្នឹងគឺបន្តពីចប់វិទ្យាល័យមកគឺខ្ញុំគ្មានអនុស្សាវរីយ៍នៅវិទ្យាល័យទេហើយក៏អត់ចង់នឹកអត់ចង់រលឹកអីដែរគឺឥឡូវនេះជីវិតខ្ញុំគឺសប្បាយរីករាយបន្តពីចប់វិទ្យាល័យមកខ្ញុំសប្បាយចិត្តមែនតើព្រោះខ្ញុំអាចដើរតាមក្តីសម័យខ្ញុំអាចដេកអាចអីយីទៅធ្វើអីដែលខ្ញុំចង់ធ្វើខ្ញុំបានរៀននៅមហាវិទ្យាល័យដែលខ្ញុំពេញចិត្តខ្ញុំចប់វិទ្យាល័យភ្លាមខ្ញុំដឹងថាខ្ញុំត្រូវរៀនអីទាំងអស់ចឹងទៅខ្ញុំអត់ខ្វល់ខ្វាយពីខ្សែជីវិតរបស់ខ្ញុំទេគឺខ្ញុំមាន plan រៀបចំសម្រាប់ខ្លួនឯងចឹងណាចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន